ហើយនៅក្នុងសេចក្តីបន្តទៅនេះព្រះសម្មាសម្ពុទ្ធទ្រង់ប្រណិនាមថាពុទ្ធោទៀតដែលទ្រង់ប្រណិនាមថាពុទ្ធោក៏ព្រោះវត្ថុគ្រប់យ៉ាងដែលឈ្មោះថាជាវត្ថុដែលគួរដឹងមានហើយទ្រង់ដឹងវត្ថុដែលគួរដឹងទាំងនោះដែលគួរដឹងនោះទាំងអស់ដោយអំណាចវិមោក្ខន្តិកញ្ញាណបរិញ្ញាណដែលកើតឡើងក្នុងទីបំផុតនៃវិមោក្ខនៃម្យ៉ាងទៀតព្រោះហេតុដែលបានត្រាស់ដឹងសច្ចៈ4ដោយព្រះអង្គឯងខ្លះទ្រង់ញ៉ាំងសត្វដតីឲ្យដឹងផងខ្លះព្រោះហេតុនោះទៅទ្រង់ប្រណិនាមថាពុទ្ធោដោយហេតុដោយពោលមកដូច្នេះជាដើមក៏បានក៏ដើម្បីឲ្យដឹងសេចក្តីនេះច្បាស់នៃបាលីនិទេសក្តីនៃបាលីបដិសម្បទាក្តីទាំងអស់ដែលប្រព្រឹត្តទៅដោយន័យថាពុច្ឆិតាសច្ចានិតិពុទ្ធោព្រះមានប្រភេទទ្រង់ប្រណិនាមថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅសច្ចៈទាំងឡាយទ្រង់ប្រណិនាមថាពុទ្ធោព្រោះព្រះអង្គញ៉ាំងពពួកជនឲ្យត្រាស់ដឹងផងដូច្នេះជាដើមនឹងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រណិនាមថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅចតុរារិយសច្ចដោយព្រះអង្គឯងហើយញ៉ាំងអ្នកដតីឲ្យត្រាស់ដឹងនឹងដែលព្រះអង្គទ្រង់ប្រណិនាមថាពុទ្ធោទេណានឹងអញ្ចឹងគឺញាតិញោមដាក់ចំកណ្ដាលទំព័រមកដាក់បទថាពុទ្ធោនឹងបទថាឲ្យដកឃ្លាបន្តិចទៅពុទ្ធោទៅបន្ទាត់មកសរសេរទ្រង់ប្រណិនាមថាពុទ្ធោទ្រង់ប្រណិនាមថាពុទ្ធោទ្រង់ប្រណិនាមថាពុទ្ធោដកឃ្លាមកព្រោះវត្ថុគ្រប់យ៉ាងដែលឈ្មោះថាព្រោះវត្ថុគ្រប់យ៉ាងដែលឈ្មោះថាឃ្លាបន្តិចទៅជាវត្ថុដែលគួរដឹងមានហើយជាវត្ថុដែលគួរដឹងមានហើយជាវត្ថុដែលគួរដឹងមានហើយតកឃ្លាបន្តិចទៅទ្រង់ដឹងវត្ថុដែលគួរដឹងនោះទាំងអស់ទ្រង់ដឹងវត្ថុដែលគួរដឹងនោះទាំងអស់ទ្រង់ដឹងវត្ថុដែលគួរដឹងនោះទាំងអស់ដកឃ្លាដោយអំណាចវិមោក្ខន្តិកញ្ញាណដោយអំណាចវិមោក្ខន្តិកញ្ញាណលាទៅព្រះញាណដែលកើតឡើងក្នុងទីបំផុតនៃវិមោក្ខព្រះញាណដែលកើតឡើងក្នុងទីបំផុតនៃវិមោក្ខហើយបិទវងកញ្ចក់វិញមិញដកឃ្លាបើកវងកញ្ចក់នេះណាហើយបិទវិញដកឃ្លាទៅម្យ៉ាងទៀតព្រោះហេតុដែលទ្រង់ត្រាស់ដឹងសច្ចៈ4ម្យ៉ាងទៀតព្រោះហេតុដែលទ្រង់ត្រាស់ដឹងសច្ចៈ4ម្យ៉ាងទៀតព្រោះហេតុដែលទ្រង់ត្រាស់ដឹងសច្ចៈ4ដោយព្រះអង្គឯងដោយព្រះអង្គឯងទីនឹងញ៉ាំងសត្វដតីឲ្យត្រាស់ដឹងផងនឹងញ៉ាំងសត្វដតីឲ្យត្រាស់ដឹងផងឃ្លាព្រោះហេតុនោះទើបទ្រង់ប្រណិនាមថាពុទ្ធោព្រោះហេតុនោះទើបទ្រង់ប្រណិនាមថាពុទ្ធោព្រោះហេតុនោះទើបទ្រង់ប្រណិនាមថាពុទ្ធោ